คนខ្មែរទី1ណាដែលថតកដាភ្លៀងនេះតួអង្គរបស់យើងអញ្ចឹងនេះប្រាប់បងប្អូនអរគ្នាតែម្ដងគឺយើងថតឥឡូវយើងបន្តពីផាត2របស់យើងដែលយើងបានផុសផាត1ហើយថាយើងថ្ងៃនេះយើងថត concept អីឥឡូវនេះយើងបានមកដល់ស្ពានទី1ហើយនៃរមណីយដ្ឋានអង្គរវត្តនេះគឺនៅទិសខាងត្បូងនៅខាងបន្លាយដែលវាហូរទៅណាបងប្អូនអរគ្នាអញ្ចឹងនៅខាងមុខយើងនេះគឺជារមណីយដ្ឋានអង្គត្រពេញថ្មបងប្អូនយើងបានមកដល់ហើយអញ្ចឹងយើងចង់បង្ហាញទស្សនវិជ្ជាអាងសិនដោយសារតែឥឡូវនេះគឺយើងមកប៉ះចំពេលភ្លៀងមេឃយើងស្រអាប់ប៉ុន្តែ concept ដែលយើងថតនេះយើងត្រូវបញ្ចប់អត់ឲ្យពាក្យកដាផ្លូវទេត្រូវបញ្ចប់ទោះភ្លៀងយ៉ាងណាក៏ដោយទោះមេឃមិនសូវជាល្អប៉ុន្តែយើងនៅតែបន្តថត concept នេះឥឡូវនេះយើងបានមកថតនៅទីតាំងមួយគឺនៅលើស្ពានហើយនោះគឺជាតួអង្គរបស់យើងអញ្ចឹងនេះប្រាប់បងប្អូនអរគ្នាតែម្ដងគឺយើងថតថ្ងៃទាំង7បាត់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអញ្ចឹងយើងថតជិតចប់ហើយនៅតាមមួយប្លង់នេះទេគឺចប់ហើយអញ្ចឹងទោះមេឃមិនសូវល្អមែនតែយើងនៅតែបន្តថតអញ្ចឹងវីដេអូនេះគឺចង់ធ្វើឡើងដើម្បីផ្សព្វផ្សាយតំបន់ទេសចរអាងត្រពេញថ្មយើងវានៅក្នុងសហគមន៍សុខយើងតតែម្ដងអញ្ចឹងបងប្អូនកុំភ្លេចជួយចែករំលែក blog មួយនេះផងបងប្អូនឥឡូវបើនិយាយអំពីទស្សនវិជ្ជានៅក្នុងរមណីយដ្ឋានអង្គរវត្តស្រស់ស្អាតណាស់បងប្អូនអើយទោះភ្លៀងយ៉ាងណាក៏ដោយនេះជុំវិញដល់ខែនេះមេឃភ្លៀងរលឹមតិចមែនតែនៅតែស្រស់ស្អាតនៅតែបែបឥឡូវខ្ញុំនឹងឡើងឲ្យបងប្អូនមើលតែម្ដងខ្ញុំបងប្អូនឡើងចាបងប្អូនអើយនេះនិយាយបងប្អូននេះមើលទស្សនវិជ្ជាអូវ៉ាវវាសាច់คนខ្មែរទី1ណាដែលថតកដាភ្លៀងនេះខ្មែរទី1ហើយថតវីដេអូប្លុកកដាភ្លៀងប្លុកមួយនេះគឺត្រូវបានបញ្ចប់ទៅនឹងឯងសូមបងប្អូនជួយចែករំលែកនិងយកជើងសម្បត្តិទៅលើតាមទីរមណីយដ្ឋានបាយបាយ